សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូអំពីការស្លៀកក្បិនឥឡូវនេះយើងមកមើលសម្ភារៈដែលយើងត្រូវមានក្នុងការស្លៀកក្បិនមានដូចជាផាមួងនេះគេហៅថាផាមួងហើយនឹងអាវគប់ហើយដែនហើយប៉ាវម្ជុលមានម្ជុលហើយនឹងខ្សែចងចង្កេះឥឡូវនេះខ្ញុំកំពុងតែលាផាមួងរបស់យើងហ្នឹងផាមួងមានរងជើងឥឡូវខ្ញុំលាវាឲ្យស្អាតសិនបន្ទាប់មកខ្ញុំត្រូវលើកវាទៅស្លៀកនៅលើខ្លួនរបស់ model របស់យើងនេះ ខ្ញុំលាវាមកតែអ្នកទាំងអស់គ្នាពេលលាសំពត់ហ្នឹងយើងត្រូវថាឈរពីចំហៀងណាអ្នកទាំងអស់គ្នាយើងចង់និយាយថាឈរពីចំហៀងហើយយើងត្រូវវាស់សិនវាស់ពីកយដៃយើងហ្នឹងមកដល់ដៃយើងហ្នឹងគេហៅថាមហាត់ដៃហ្នឹងនេះឃើញទេពីពោះ model យើងហ្នឹងហើយបន្ទាប់មកយើងត្រូវចាប់តែពិតកន្លែងហ្នឹងខ្ញុំភ្លេចមួយថាយើងត្រូវវាស់សំពត់ហ្នឹងត្រូវមានមួយចំហៀងវែងមួយចំហៀងខ្លីសិនបានយើងចាប់អាកន្លែងហ្នឹងតែឥឡូវយើងចាប់វាចឹងសិនទៅមហាត់យើងហើយយើងចាប់វាក្បួចឡើងលើបន្ទាប់មកយើងចាប់វាឡើងអញ្ចឹងចាប់ជាយសពុតរបស់យើងហ្នឹងហើយបន្ទាប់មកយើងចាប់ផ្ដើមបង្វិលនេះអ្នកទាំងអស់គ្នាចាប់វាជាពីរហើយយើងកាន់ឲ្យជាប់ឲ្យនឹងដៃកន្លែងហ្នឹងអ្នកទាំងអស់គ្នាបន្ទាប់មកយើងត្រូវបង្វិលវាហើយឲ្យណែនហើយបន្ទាប់មកយើងត្រូវនេះគួចវាចូលទៅខាងក្នុងពោះនៃ model របស់យើងណាតែ model ខ្ញុំហ្នឹងគាត់រៀងអាសើបអញ្ចឹងទៅគាត់រៀងភ្ញូចខ្លួនបន្តិចហើយបន្ទាប់មកយើងត្រូវខ្ទាស់ម្ជុលចោលមួយសិនបន្ទាប់ពីយើងខ្ទាស់ម្ជុលចោលមួយហើយយើងមកលាសំពត់របស់យើងណាលាផ្ទៃសំពត់របស់យើងហ្នឹងលាវាផ្អឹបគ្នាបន្ទាប់ពីយើងលាវាកន្លែងនេះគាត់សោចអញ្ចឹងទៅយើងត្រូវលាវាផ្អឹបគ្នាជាពីរនេះតែនេះខ្ញុំឲ្យគាត់អស់មកមើលអ្នកទាំងអស់គ្នាឃើញសំពត់ខ្ញុំមានមកចំហៀងខ្លីមកចំហៀងវែងអញ្ចឹងពេលយើងលើកសំពត់មកស្លៀកយើងត្រូវយើងពេលយើងស្លៀកក្បិនអ្នកទាំងអស់គ្នាត្រូវចាំថាអត់ត្រូវដាក់ឲ្យវាស្មើគ្នាយើងត្រូវដាក់ឲ្យវាមានមកចំហៀងវែងមកចំហៀងខ្លីហើយអ្នកទាំងអស់គ្នាចេះវាយខាងណាអ្នកទាំងអស់គ្នាឈរប្រឆាំងនៃការដែលយើងមូលណាយើងចេះវាយដូចខ្ញុំអញ្ចឹងខ្ញុំចេះវាយខាងហ្នឹងអញ្ចឹងខ្ញុំត្រូវឈរប្រឆាំងខាងនេះអញ្ចឹងណាដូចឧទាហរណ៍យើងចេះវាយខាងឆ្វេងយើងត្រូវឈរខាងស្ដាំបើយើងចេះវាយខាងស្ដាំយើងត្រូវឈរខាងឆ្វេងនេះអ្នកនរគ្នាយើងបត់30%នៃផ្ទៃសំពត់របស់យើងអ្នកនរគ្នាបន្ទាប់មកកន្លែងនេះកន្លែងសំខាន់បំផុតគឺយើងត្រូវមូលតូចតូចមូលឲ្យក្បិនយើងល្មូលហ្នឹងវាតូចណាកុំឲ្យឃើញធំធំអ្នកទាំងអស់គ្នាដូចធ្លាប់ឃើញគេមូលក្បិនឃើញអាក្បិនហ្នឹងឃើញបតាធំធំអាហ្នឹងអត់ស្អាតទេឥឡូវយើងត្រូវមូលវាឲ្យតូចល្វែងវាឲ្យតូចហ្នឹងឲ្យណែនណាអ្នកទាំងអស់គ្នាមើលចឹងទៅឲ្យណែនហើយយើងត្រូវច្បូតវាម្ដងម្តងចឹងហើយយើងត្រូវស្មានថាឲ្យបានប្រហែលដូចជាប្រវែងនេះដែរយើងមើលទៅប្រវែងប៉ុណ្ណឹងហើយតោះមកយើងត្រូវយកវាទៅខាងក្រោយប្រវែងដូចជាប្រហែលថាមួយដៃមកនេះដៃយើងមកហាត់ដៃយើងណាតោះមកយើងត្រូវនេះរលាស់កតុយយើងហ្នឹងឲ្យស្រួចឲ្យអស់កុំឲ្យវាល្មូលណាអ្នកទាំងអស់គ្នានេះតោះមកយើងសេរីខាងក្រោយឲ្យស្អាតបន្ទាប់ពីយើងសេរីឲ្យវាស្អាតនេះហើយយើងត្រូវលាវាច្បូតវាឲ្យតូចហើយរលាស់វាឲ្យកុំឲ្យអាកតុយក្បិនហ្នឹងវាល្មូលចូលគ្នាបន្ទាប់ពីយើងរលាស់ល្មូលចូលកុំឲ្យវាល្មូលចូលគ្នាហើយយើងត្រូវសេរីនេះជើងសំខាន់បំផុតកន្លែងហ្នឹងយើងត្រូវសេរីឲ្យស្អាតនេះអ្នកទាំងអស់គ្នាជាទូទៅអ្នកខ្លះគាត់អត់សូវចេះគាត់អត់មែនអត់ចេះទេគាត់អត់ដែរយកកន្លែងហ្នឹងសំខាន់ទេគាត់អត់សូវបត់ជើងហ្នឹងចូលទៅខាងក្នុងឲ្យស្អាតអីចឹងទេពីច្រើនគាត់មូលហើយគាត់បត់យកហ្មងអញ្ចឹងកន្លែងហ្នឹងយើងត្រូវមូលត្រង់ជើងហ្នឹងចូលក្នុងឲ្យស្អាតហើយយើងសេរីវាឲ្យស្អាតចឹងហើយចាំយើងខ្ទាស់មកជុលនេះនិយាយទៅឲ្យក្បិនហ្នឹងឃើញតូចមិនស្អាតនេះខ្ញុំមូលវារៀងឃើញធំផងវាអត់តន់ឃើញតូចទេតែបើអ្នកទាំងអស់គ្នាកន្លែងហ្នឹងឃើញថាទៅតូចថាទៅស្អាតឥឡូវនេះយើងខ្ទាស់មកជុលមួយចោលសិនបន្ទាប់ពីយើងខ្ទាស់មកជុលមួយចោលហើយយើងឲ្យ model យើងហ្នឹងបែរមកខាងមុខអានេះខ្ញុំខ្ទាស់សងខាងអ្នកនរគ្នាព្រោះខ្ញុំចូលចិត្តខ្ទាស់សងខាងអញ្ចឹងតែអ្នកទាំងអស់គ្នាបើមើលវីដេអូហ្នឹងអត់យល់កន្លែងណាអាចសួរខ្ញុំបាននៅក្នុង comment ណានេះតែមកយើងចាប់ផ្ដើមមកសេរីខាងមុខសេរីខាងមុខហ្នឹងយើងអត់ទាន់សេរីភ្លាមទេយើងត្រូវយកខ្សែមកចងចង្កេះក្បិនយើងសិនបន្ទាប់ពីយើងយកនេះអ្នកទាំងអស់គ្នាបន្ទាប់ពីយើងយកខ្សែមកចងចង្កេះក្បិនយើងហើយយើងត្រូវទាញក្បិនហ្នឹងឲ្យស្អាតមួយសិនអ្នកទាំងអស់គ្នាចងខ្សែហ្នឹងយើងត្រូវត្រឡប់វាពីរជុំបានវាអត់
អត់លាទៅវិញអត់ល្មូទៅវិញណាអត់សាច់ទៅវិញនេះឃើញខ្ញុំចងវាហើយដាក់វាឲ្យស្អាតសិនមកបន្ទាប់មកយើងលាចង្កេះនឹងសាថ្មីអ្នកទាំងអស់គ្នាខ្ញុំមិនដឹងថាអ្នកទាំងអស់គ្នាវាយក្បិនមិនទេតែជាទូទៅខ្ញុំតែងតែវាយក្បិនអញ្ចឹងខ្ញុំលាចង្កេះវាសាថ្មីហើយខ្ញុំចាប់ផ្ដើមចាប់វាម្ដងទៀតខ្ញុំលាវាសាថ្មីហើយខ្ញុំចាប់ផ្ដើមចាប់ម្ដងទី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 សាថ្មីដើម្បីឲ្យក្បិនរបស់យើងវាមានភ្លីឆ្នោតខ្ញុំចូលចិត្តចងក្បិនបែបអញ្ចឹងបែបបុរាណញុកឆ្នុកហើយមានឆ្នោតមានភ្លីច្រើនអញ្ចឹងណាតែខ្ញុំមិនដឹងថាអ្នកទាំងអស់គ្នាចូលចិត្តដូចខ្ញុំអត់ទេឬក៏មិនចឹងដែរឥឡូវអ្នកទាំងអស់គ្នាមើលតាមនឹងសិនទៅបើអត់យកកន្លែងណាអាចជួយបានឥឡូវចាប់តាមទាញភ្លីហើយអ្នកទាំងអស់គ្នាមើលមួយសិនណាអត់យកកន្លែងណាអាចជួយខ្ញុំបានបន្ទាប់ពីខ្ញុំទាញភ្លីហើយខ្ញុំចាប់ផ្ដើមក្បួចវាម្ដងទៀតចាប់ផ្ដើមក្បួចអាភ្លីពីរហ្នឹងចូលគ្នាម្ដងទៀតដូចយើងធ្វើអាទី1អញ្ចឹងនេះmodel ខ្ញុំគាត់រៀងអាសើចចឹងទៅពេលទៅពេលខ្ញុំញុកក្បិនចូលគាត់រៀងខ្ញើហើយបន្ទាប់មកហើយអ្នកទាំងអស់គ្នាតើពីខ្ញុំញុកចឹងហើយក៏ប៉ុតយើងត្រូវពាក់ខ្សែក្រវ៉ាត់ហើយអ្នកទាំងអស់គ្នាត្រូវចាំថាក្បិនដែលស្អាតពេលយើងពាក់ខ្សែក្រវ៉ាត់ហើយយើងកុំយកក្បិនហ្នឹងណាយើងយកក្បិនហ្នឹងវាល្វីងជាមួយខ្សែក្រវ៉ាត់ហើយញុកចូលទៅខាងក្នុងហ្នឹងមិនឃើញក្បិនស្អាតអានេះខ្ញុំរៀងមូរៀងធំផងតែបើយើងមូអាល្វីងអាក្បិនហ្នឹងហិតតែតូចវាហិតតែស្អាតចឹងណាអ្នកទាំងអស់គ្នានេះអ្នកទាំងអស់គ្នាយើងបានក្បិនមួយដ៏ស្រស់ស្អាតអ្នកទាំងអស់គ្នាមើលតែបើអ្នកទាំងអស់គ្នាស្រឡាញ់ដូចខ្ញុំក៏បានឬក៏ក៏ប៉ិតរបៀបស្លៀកក្បិនវាមានច្រើនរបៀបតែនេះខ្ញុំបង្ហាញអ្នកទាំងអស់គ្នាមួយរបៀបសិនតែអ្នកទាំងអស់គ្នាស្រឡាញ់ដូចខ្ញុំក៏មើលទៅអត់យកកន្លែងណាសួរខ្ញុំបានអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានមើលវីដេអូនេះយើងបានក្បិនហើយបាន model កវីចុះកវីឡើងអរគុណអ្នកគ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ